គេមកហើយណាគេពួកឯងគិតមើលទៅក៏បានថ្ងៃគាត់នេះមេតបខ្លាំងសំលៀងបានចេញមកអស់ហើយតែនៅសំនោះម្នាក់មិនទាន់មកតើគឺជានរណាគឺកូនអេសូមគោរពលោកអបរាជលោកបេតបសុខសប្បាយទេខ្ញុំសុខសប្បាយទេលោកអបរាជខ្ញុំទទួលបញ្ជាពីទីប្រឹក្សានៅទីនេះដើម្បីរំចាំលោកបើខ្ញុំទៅតើលោកគិតយ៉ាងលីបៃនឹងខំវិញមិនលើកលែងឲ្យលោកទេទោះជាពួកគេលើកលែងឲ្យលោកចៅអ៊ីនិងសុនឈៀនដែលនៅជាងតុក៏មិនលើកលែងឲ្យលោកដែរលោកគិតច្រើនទៅចុះខ្ញុំមិនអាចទៅទេដាច់គេទៅបាទ